ថ្ងៃនេះមិនចេញមកបរៀនពុកម៉ែបងប្អូនទាំងអស់គ្នាទេតែគ្រាន់តែចង់មកបង្ហាញពីរបៀបនៃការធ្វើគីមជីលើកទី1របស់ខ្ញុំជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចទស្សនាមើលតើការធ្វើរបស់ខ្ញុំហ្នឹងគឺត្រឹមត្រូវតាមក្បួនរបស់គេដែរឬអត់គ្រឿងផ្សំដែលខ្ញុំមានសម្រាប់ធ្វើគីមជីមានដូចជាការ៉ុតឆៃថាវស្លឹកខ្ទឹមស្ពៃបូកគោចំនួនមួយដុំហើយជាមួយនឹងផ្លែប៉ោមហើយនឹងផ្លែសេរីតើពុកម៉ែបងប្អូនឥឡូវមកចាប់ផ្ដើមមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនៃការធ្វើគីមជីនេះគឺនាងខ្ញុំយកស្ពៃបូកគោហ្នឹងមកបកជាចំណិតវាតាមស្ទាប់វាហើយនាងខ្ញុំកាត់វាជា3កង់ហើយសម្រាប់ស្ពៃបូកគោនេះពុកម៉ែបងប្អូនខ្ញុំឃើញជនជាតិកូរ៉េដែលពេលគាត់ធ្វើគឺគាត់ដាក់តង្វែងហ្នឹងតែម្ដងតែដោយសារនាងខ្ញុំធ្វើនេះគឺយើងធ្វើឲ្យស្រួលញ៉ាំអញ្ចឹងខ្ញុំកាត់វាជា3កង់ឥឡូវយើងកាត់ស្ពៃបូកគោយើងហើយយើងទុកស្ពៃបូកគោយើងមួយឡែកសិនយើងចាប់ផ្ដើមយកជាមួយនឹងការ៉ុតយើងយកមកចិតមានដូចជាការ៉ុតឆៃថាវជាមួយនឹងផ្លែប៉ោមពណ៌ខៀវហ្នឹងហើយជាមួយនឹងផ្លែសេរីពុកម៉ែបងប្អូនបើសិនជាយើងចង់ដាក់ប៉ោមក្រហមអីក៏បានដែរនិយាយទៅឲ្យតែផ្លែប៉ោមយើងដាក់បានទាំងអស់អានេះនាងខ្ញុំធ្វើការចិតសបកវាឲ្យស្អាតហើយបាទនាងខ្ញុំលាងទឹកព្រោះដោយសារអីការ៉ុតជាមួយឆៃថាវយើងអីខាងក្រៅវាអត់សូវមានដីទេអញ្ចឹងនាងខ្ញុំធ្វើការចិតវាសិនចាំយកទៅលាងទឹកតាមក្រោយវាប៉ោមនាងខ្ញុំដាក់2ហើយផ្លែសេរីក៏ដាក់2ដែរប៉ុន្តែប៉ោមបងប្អូនឃើញនៅសល់តែមួយហ្នឹងព្រោះកូនខ្ញុំហ្នឹងគាត់ចង់ញ៉ាំអញ្ចឹងខ្ញុំក៏ឲ្យគាត់ញ៉ាំអស់មួយទៅហើយសម្រាប់ប៉ោមគឺនៅសល់តែមួយផ្លែទេសម្រាប់ផ្លែសេរីហ្នឹងគឺនាងខ្ញុំដាក់2ផ្លែធ្វើជ្រក់គីមឈីនេះវារៀងចំណាយពេលបន្តិចហើយវាមានគ្រឿងផ្សំច្រើនខ្លាំងមែនតើពុកម៉ែបងប្អូនបើសិនជាយើងខ្ជិលឬមួយក៏អត់មានពេលអីយើងអាចទិញចេញញ៉ាំក៏បានដែរប៉ុន្តែដោយសារនាងខ្ញុំនេះវារៀងតនេដែរអញ្ចឹងក៏ធ្វើទុកញ៉ាំទៅហើយណាមួយកូនរបស់ខ្ញុំហ្នឹងគេចូលចិត្តអញ្ចឹងគេក៏ប្រាប់ថាម៉ាក់អូនចង់ញ៉ាំគីមឈីម៉ាក់អាចធ្វើឲ្យញ៉ាំបានអត់បន្ទាប់ពីយើងធ្វើការចាត់បន្លែចិត្តអីយើងរួចរាល់ហើយយើងក៏ចាប់ផ្ដើមយកវាមកលាងទឹកសម្រាប់ស្ពៃបូកគោពុកម៉ែបងប្អូនយើងធ្វើការលាងទឹកវាឲ្យបាន2-3ទឹកសិនទៅព្រោះដោយសារក្នុងវីដេអូនេះនាងខ្ញុំរៀងកាត់បន្តិចអញ្ចឹងពុកម៉ែបងប្អូនអាចនឹងឃើញនាងខ្ញុំលាងតែបន្តិចហើយអញ្ចឹងណាប៉ុន្តែនៅខាងក្រៅនាងខ្ញុំលាងឡើង2-3ទឹកយើងលាងវាយើងមិនបាច់ធ្វើការច្បាច់វាអីខ្លាំងពេកទេគ្រាន់តែលាងវាដុសតិចទៅបានហើយតទៅពីយើងលាងស្ពៃបូកគោហើយយើងក៏ចាប់ផ្ដើមលាងការ៉ុតឆៃថាវជាមួយផ្លែប៉ោមហើយនិងផ្លែសេរីរបស់យើងម្ដងសម្រាប់ផ្លែឈើនេះគឺនាងខ្ញុំលាងតែ2ទឹកទេបងប្អូនដោយសារអីគឺវាអត់មានទៅដីអីច្រើនទេវាយើងចិតសបកហើយរួចរាល់អញ្ចឹងណាជាចុងក្រោយនាងខ្ញុំធ្វើការលាងស្លឹកខ្ទឹមបងប្អូនខ្ញុំភ្លេចបញ្ជាក់បងប្អូនចង់ដាក់ស្លឹកកញ្ឆាយក៏បានដែរប៉ុន្តែនាងខ្ញុំគឺអត់បានដាក់ស្លឹកកញ្ឆាយទេនាងខ្ញុំដាក់ស្លឹកខ្ទឹមសម្រាប់ស្លឹកខ្ទឹមនេះគឺយើងធ្វើការលាងសម្អាតវាឲ្យរាងយូរបន្តិចហើយឲ្យវារៀងច្រាស់ដីដោយសារពេលយើងដកគឺយើងដកមកទាំងរឹសអញ្ចឹងធ្វើឲ្យដីហ្នឹងគឺវាមកតាមអាគល់ហ្នឹងច្រើនខ្លាំងមែនតែនតែកាលណាយើងលាងអត់ច្រាស់វាអាចនឹងយើងមានដីមានអីជាប់អញ្ចឹងណាពេលដែលយើងញ៉ាំទៅវាអត់សូវមានអនាម័យទេបងប្អូនហើយនេះខ្ញុំធ្វើការលាងវាហើយបាទនេះខ្ញុំកាត់គល់វានឹងចោលនៅពេលដែលយើងលាងទឹកលាងអីស្អាតហើយយើងក៏ធ្វើការដាក់វាឲ្យរៀងស្រស់ទឹកបន្តិចណាពុកម៉ែបងប្អូនបន្ទាប់មកទើបយើងយកវាហ្នឹងមកចិតសម្រាប់ការ៉ុតគឺយើងចិតជាលក្ខណៈបែបហ្នឹងពុកម៉ែបងប្អូនចង់ចិតបែបម៉ូតលក្ខណៈរៀងប្រឆិតអីក៏បានដែរប៉ុន្តែនាងខ្ញុំអត់បានចិតជាលក្ខណៈប្រឆិតទេនាងខ្ញុំចិតវាបែបត្រង់យកតែម្ដងទៅហើយនេះខ្ញុំបញ្ជាក់បន្តិចសម្រាប់ការ៉ុតជាមួយនឹងឆៃថាគឺយើងចិតម៉ូតដូចគ្នាបងប្អូនបើសិនជាយើងចិតត្រង់ដូចនាងខ្ញុំហ្នឹងគឺត្រង់បែបហ្នឹងទាំងអស់ទៅហើយបើសិនជាយើងចិតបែបលក្ខណៈប្រឆិតគឺយើងចិតបែបប្រឆិតទាំងអស់អញ្ចឹងទៅនិយាយពីថាធ្វើគីមឈីប៉ុណ្ណឹងបងប្អូនចំណាយពេលមួយថ្ងៃពេញតែម្ដងសម្រាប់នាងខ្ញុំគឺតាំងពីព្រឹករហូតដល់ល្ងាចម៉ោង6ទើបធ្វើគីមឈីមួយមុខនេះហើយដូច្នេះហើយទើបនាងខ្ញុំនិយាយខាងដើមវីដេអូថាបើសិនជាអ្នកខ្ជិលឬមួយក៏អត់សូវមានពេលទិញគេញ៉ាំទៅនិយាយទៅមិនបាច់ចំណាយពេលធ្វើខ្លួនឯងទេវារៀងកពិកកប៉ុកហើយចំណាយពេលរៀងច្រើនដែរបងប្អូនគិតមើលនាងខ្ញុំធ្វើតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង6ល្ងាចបានធ្វើហើយតែគ្រាន់ថាយើងមិនមែនទៅធ្វើអង្គុយធ្វើរហូតទេយើងធ្វើហើយយើងត្រូវការទុកវាចោលអញ្ចឹងណាបន្ទាប់មកបានយើងទៅធ្វើវាទៀតបងប្អូនសម្រាប់ផ្លែសេរីជាមួយផ្លែប៉ោមក៏យើងត្រូវចិតវាដែរដោយសារអីយើងត្រូវយកវាទៅក្លុកជាមួយម៉ាស៊ីនក្លុកអញ្ចឹងតែកាលណាយើងដាក់វាទាំងមូលឬមួយក៏ដាក់វាបែបលក្ខណៈធំពេកវាអាចនឹងបណ្ដាលឲ្យម៉ាស៊ីនក្លុករបស់យើងហ្នឹងខូចឬមួយក៏គាំងក៏ថាបានដែរអញ្ចឹងយើងត្រូវការចិតវាជាលក្ខណៈទូចបែបហ្នឹងបងប្អូនដើម្បីឲ្យយើងស្រួលយកវាទៅក្លុក
อันนี้คือខ្ញុំចិត្តប៉មបងប្អូននិយាយទៅប៉មជាមួយសេរីគឺយើងត្រូវក្លុកអញ្ចឹងគឺយើងចាត់វាបែបលក្ខណៈទូចៗបែបហ្នឹងមកពីចាត់គ្រឿងក្រៅហើយអស់នេះខ្ញុំឆ្លៀតពេលហ្នឹងមកបកខ្ទឹមសម្រាប់ខ្ទឹមបងប្អូនបើសិនជាយើងចង់ឲ្យស្រួលបកសបកហ្មងបងប្អូនយើងធ្វើការត្រាំទឹកបន្តិចទៅដើម្បីឲ្យវាស្រួលបើសិនជាយើងបកហើយយើងអត់ត្រាំទឹកគឺរៀងពិបាកហើយឈឺដៃខ្លាំងមែនតើសម្រាប់ខ្ទឹមនាងខ្ញុំដាក់រៀងច្រើនដែរបងប្អូនដើម្បីឲ្យវាឈ្ងុយហើយបើយើងចង់ប្រើលក្ខណៈខ្ទឹមក្រហមអីទៀតក៏បានដែរប៉ុន្តែសម្រាប់នាងខ្ញុំប្រើតែខ្ទឹមសហ្នឹងទេខ្ទឹមហ្នឹងយើងបកវាស្អាតយើងយកវាទៅក្លុកដែរបងប្អូនបន្ទាប់ពីបកខ្ទឹមរួចរាល់នាងខ្ញុំក៏យកស្លឹកខ្ទឹមរបស់យើងហ្នឹងមកកាត់ហើយសម្រាប់ស្លឹកខ្ទឹមនាងខ្ញុំកាត់វាជា3កង់និយាយទៅយើងដាក់វាវែងមកល្មមបងប្អូនកុំខ្លីពេកហើយក៏កុំវែងពេកដែរឥឡូវគ្រឿងផ្សំនៃការធ្វើគីមជីរបស់នាងខ្ញុំរួចរាល់ហើយមានបាយកកខ្ទឹមសម្សៅម្ទេសស្ពៃបូកូជាមួយនឹងការ៉ុតឆៃថាវជាមួយស្លឹកខ្ទឹមហើយប៉មជាមួយសេរីដែលនាងខ្ញុំចាត់ហើយហ្នឹងគ្រឿងផ្សំបងប្អូនគឺមានតែប៉ុណ្្នឹងទេបងប្អូនភ្លេចបញ្ជាក់នៅមានស្ករសមួយមុខទៀតប៉ុន្តែនាងខ្ញុំភ្លេចដាក់ថតជាមួយពីយើងរៀបចំគ្រឿងក្រៅហើយនាងខ្ញុំក៏បានយកស្ពៃបូកូរបស់យើងហ្នឹងមកដាក់ជាម្ដងមួយស្ទាប់ហើយនាងខ្ញុំរោយអំបិលពីលើបន្ទាប់ពីរោយអំបិលពីលើហើយនាងខ្ញុំចាក់ទឹកចូលបន្តិចម្ដងអញ្ចឹងណាបងប្អូនហើយសម្រាប់ទឹកដែលនាងខ្ញុំចាក់ចូលហ្នឹងគឺជាទឹកដែលយើងដាំឆ្អិនណាបងប្អូនប៉ុន្តែមិនមែនដាក់ទាំងក្តៅទេគឺយើងដាក់ឲ្យវាត្រជាក់សិនសម្រាប់ការដាក់ស្ពៃបូកូចូលហ្នឹងគឺយើងត្រូវការដាក់ម្ដងមួយស្ទាប់យើងអត់អាចដាក់ម្ដងទាំងអស់បានទេពេលដែលយើងដាក់ម្ដងមួយស្ទាប់ហើយយើងត្រូវរោយអំបិលហើយគឺយើងចាក់ទឹកពីលើបន្តិចម្ដងដូចនាងខ្ញុំបង្ហាញអញ្ចឹងយើងធ្វើបែបនេះគឺយើងត្រូវត្រាំវាទុកសិនណាបងប្អូនដើម្បីឲ្យស្ពៃរបស់យើងហ្នឹងវាសពាប់ពេលដែលយើងដាក់ហ្នឹងគឺយើងអត់អាចសកត់អីខ្លាំងទេបងប្អូនយើងគ្រាន់តែយកដៃយើងសកត់លាបអំបិលពីលើតិចប៉ុណ្ណឹងមកបានហើយយើងកុំយកដៃយើងទៅច្បាច់ខ្លាំងពេកធ្វើឲ្យស្ពៃរបស់យើងបាក់អញ្ចឹងយើងធ្វើការធ្វើបែបហ្នឹងរហូតដល់តែស្ពៃយើងអស់ពុកម៉ែបងប្អូនបន្ទាប់ពីនាងខ្ញុំដាក់ស្ពៃចូលអស់ហើយនាងខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយនឹងការ៉ុតហើយឆៃថាវហ្នឹងចូលដែរឆៃថាវជាមួយការ៉ុតហ្នឹងក៏ដូចគ្នាដែរនាងខ្ញុំដាក់ម្ដងមួយស្ទាប់រួចហើយនាងខ្ញុំរោយអំបិលហើយសកត់វាបន្ទាប់មកនាងខ្ញុំចាក់ទឹកដែលយើងដាំពុះហ្នឹងដាក់ពីលើអញ្ចឹងទៅបញ្ជាក់ម្ដងទៀតទឹកដែលដាំពុះហ្នឹងមិនមែនចាក់ទាំងក្តៅទេណាពុកម៉ែបងប្អូនគឺយើងត្រូវទុកវាឲ្យត្រជាក់សិនហើយចាំយើងចាក់វាចូលម្ដងមួយស្ទាប់សម្រាប់ទឹកហ្នឹងគឺយើងចាក់វាឲ្យអស់ទៅដើម្បីឲ្យវាលិចជាមួយនឹងបន្លែរបស់យើងធ្វើបែបហ្នឹងហើយយើងទុកចោលសិនយើងយកគ្រឿងរបស់យើងមកក្លុកគ្រឿងដែលយើងក្លុកហ្នឹងគឺមានជាមួយនឹងផ្លែសេរីប៉មហើយនឹងខ្ទឹមសបន្ទាប់មកគឺយើងត្រូវដាក់បាយកកចូលជាមួយដែរពេលដែលយើងធ្វើការក្លុកយើងមិនមែនដាក់តែប៉ុណ្្នឹងទេបងប្អូនគឺយើងត្រូវថែមទឹកព្រោះដោយសារបើសិនជាយើងដាក់តែប៉ុណ្្នឹងម៉ាស៊ីនរបស់យើងដឹងតែកាំងហើយព្រោះវាខាប់ពេកពេលដែលយើងក្លុកវាឲ្យរាងម៉ត់បន្តិចទៅតែនាងខ្ញុំហ្នឹងក្លុកអត់បានម៉ត់ទេដោយសារនាងខ្ញុំដាក់បាយហ្នឹងវារាងច្រើនដែរបងប្អូនឥឡូវគ្រឿងរបស់យើងសម្រាប់លាយជាមួយគីមឈីហ្នឹងគឺយើងក្លុករួចរាល់ហើយយើងចាក់វាដាក់ចានទុកមួយឡែកសិនមកហើយសម្រាប់គ្រឿងហ្នឹងគឺមួយចានគោមហ្នឹងតែម្ដងពេលដែលនាងខ្ញុំក្លុកទៅហ្នឹងគឺបានប៉ុណ្ណឹងបន្ទាប់ពីធ្វើការត្រាំស្ពៃជាមួយនឹងការ៉ុតឆៃថាវយើងបានប្រហែល1ម៉ោងនេះខ្ញុំមកច្បាច់មើលវានៅរៀងបែកបងប្អូនយើងអត់អាចទាន់ស្រង់ចេញពីទឹកហ្នឹងបានទេខ្ញុំទុកចោលរហូតដល់ម៉ោង6ល្ងាចអញ្ចឹងវាចូលលក្ខណៈ4ម៉ោង5ម៉ោងហើយបងប្អូនអញ្ចឹងពេលដែលនាងខ្ញុំច្បាច់ទៅគឺវាមានសភាពបែបហ្នឹងណាហើយយើងអាចស្រង់វាចេញពីទឹកហ្នឹងបានហើយពេលដែលយើងស្រង់ហ្នឹងយើងធ្វើការច្បាច់ទឹកនឹងចេញឲ្យអស់បងប្អូនហើយយើងដាក់ក្នុងកញ្ច្រែងមួយអញ្ចឹងទៅដើម្បីឲ្យវាស្រស់ទឹកបានល្អបន្ទាប់មកបានយើងយកវាទៅលាយជាមួយគ្រឿងដែលយើងក្លុកហ្នឹងឆ្នេះហើយបាននាងខ្ញុំនិយាយថាធ្វើគីមឈីនេះគឺចំណាយពេលតែចំណាយពេលហ្នឹងគឺយើងមិនអង្គុយធ្វើវារហូតទេគឺយើងទុកវាចោលទេឥឡូវនាងខ្ញុំក៏ចាក់គ្រឿងដែលនាងខ្ញុំក្លុកហ្នឹងចាក់ចូលក្នុងម៉ាងមួយអញ្ចឹងមកបងប្អូនហើយកំប៉ុងនេះគឺម្សៅម្ទេសតាមពិតនាងខ្ញុំត្រូវដាក់ម្សៅម្ទេសទាំងអស់ហ្នឹងប៉ុន្តែនាងខ្ញុំគិតថាខ្លាចវាក្រហមពេកនាងខ្ញុំដាក់វាតែបន្តិចហើយអានេះគឺនាងខ្ញុំដាក់ស្ករសចូលបងប្អូនសម្រាប់ការធ្វើគីមឈីនេះគឺនាងខ្ញុំអត់បានដាក់ប៊ីចេងអីទេនាងខ្ញុំដាក់តែអំបិលម្សៅម្ទេសហើយនឹងជាមួយស្ករស
ต่อไปយើងจะบอกเครื่องវិចូលគ្នារួចរាល់ហើយនាងខ្ញុំក៏ចាប់ស្ពៃចាប់គ្រឿងបន្លែដែលនាងខ្ញុំត្រាំហ្នឹងយកវាមកដាក់ម្ដងមកស្ទាប់ម្ដងមកស្ទាប់ហើយច្បល់វាចូលម្ដងបន្តិចម្ដងបន្តិចនាងខ្ញុំអត់បានចាក់វាចូលម្ដងទាំងអស់ហើយណាពុកម៉ែបងប្អូនគឺនាងខ្ញុំដាក់ម្ដងបន្តិចម្ដងបន្តិចរហូតតតែស្ពៃតតែការ៉ុតជាមួយឆៃថាវរបស់យើងហ្នឹងអស់បើសិនជាយើងដាក់លក្ខណៈទាំងវែងទាំងដុំហ្មងគឺយើងត្រូវយកគ្រឿងហ្នឹងយកមកលាបម្ដងមកស្ទាប់ម្ដងមកស្ទាប់នេះខ្ញុំឃើញពួកកូរ៉េគាត់ធ្វើដាក់និយាយទៅដាក់ស្ពៃបូកគោទាំងដុំហ្មងហើយបន្ទាប់មកគឺគាត់យកមកលាបម្ដងបន្តិចម្ដងតពីយើងដាក់បន្លែអីហើយយើងក៏ចាប់ផ្ដើមដាក់ជាមួយនឹងស្លឹកខ្ទឹមក្រូចគេបងប្អូននិយាយពីថាស្លឹកខ្ទឹមនេះគឺថាជាតិតែម្ដងពេលដែលយើងញ៉ាំគីមឈីជាមួយនឹងប៉ាស្លឹកខ្ទឹមនឹងតិចអូនិយាយពីថាឆ្ងាញ់ណាស់បងប្អូនអើយតើឥឡូវគីមឈីរបស់យើងគឺរួចរាល់ជាការស្រេចហើយពុកម៉ែបងប្អូនមើលរៀងស្ទើម្សៅម្ទេសបន្តិចបើសិនជាយើងដាក់អាម្សៅម្ទេសហ្នឹងឲ្យច្រើនហ្នឹងគឺថាពណ៌វិញគ្រាន់តែឃើញស្រក់ទឹកមាត់តែម្ដងតែម្សៅម្ទេសហ្នឹងអត់ហិលទេបងប្អូនម្សៅម្ទេសហ្នឹងគ្រាន់តែវាមានលក្ខណៈពណ៌ក្រហមខ្លាំងហើយវាឈួលដូចម្ទេសយើងអញ្ចឹងវាធ្វើឲ្យយើងឆ្លក់ដែរប៉ុន្តែដល់តែពេលញ៉ាំទៅគឺអត់មានហិលទេមិនតិចឥឡូវនាងខ្ញុំចាប់ផ្ដើមញាត់ដាក់ចូលគីឡបងប្អូនសម្រាប់គីឡហ្នឹងគឺខ្ញុំញាត់បានចំនួន2គីឡហើយយើងធ្វើការញាត់វាចូលអញ្ចឹងមកណាពុកម៉ែបងប្អូនយើងទុកនៅក្រៅរយៈពេល1ថ្ងៃសិនចាំយើងយកមកញ៉ាំហើយយើងកុំតន់ទុកក្នុងទូទឹកកកនិយាយទៅធ្វើមកយើងទុកនៅក្រៅមួយថ្ងៃអីសិនឲ្យវាកាច់ឲ្យវាមានរសជាតិឆ្ងាញ់ណាធ្វើនេះគឺធ្វើលើកទី1នាងខ្ញុំក៏មិនដឹងថារសជាតិរបស់នាងខ្ញុំនឹងធ្វើទៅគឺត្រូវក្បួនហើយញ៉ាំទៅឆ្ងាញ់ដូចគេដែរឬអត់ទេចាំមើលពេលញ៉ាំបានណានាងខ្ញុំនឹងថតបង្ហាញជូនពុកម៉ែបងប្អូនមើលម្ដងទៀតវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាអរគុណ